ប្តីប្រពន្ធថ្មីថ្មងមួយយប់3 ដងចាត់ទុកជាការហាត់ប្រាណមានមនុស្ស2 នាក់បានតាក់ទងស្គាល់គ្នាតាមរយៈបណ្ដាញសង្គម Messenger របស់ក្រុមហ៊ុន Facebook គាត់ទាំង2 នាក់ក៏បានស្រឡាញ់គ្នាហើយក៏ខ្លាចជាសង្សារនឹងគ្នាតាំងពីពេលនោះមកដោយសារតែសេចក្តីស្មោះត្រង់សេចក្តីស្មោះស្ម័គ្រអ្នកទាំងពីរក៏បានទៅជួបក្រុមគ្រួសារបងប្អូនសាច់ញាតិនិងបានចងសម្ព័ន្ធមានមេត្រីคล้ายទៅជាគូដណ្ដឹងនឹងគ្នាជារឿយៗពួកគេបាននាំគ្នាចេញទៅក្រៅដើរលេងលំហែកម្សាន្តអារម្មណ៍នៅតាមរមណីយដ្ឋាននានាក្នុងប្រទេសរបស់ពួកគេកំឡុងពេលនោះផងដែរពួកគេមិនបានប្រព្រឹត្តអំពើខុសឆ្គងខុសប្រពៃណីទំនៀមទម្លាប់និងសាសនាឡើយពីព្រោះពួកគាត់គឺជាជនជាតិខ្មែរហើយប្រកាន់ខ្ជាប់នៅគុណធម៌សច្ចធម៌ស្មោះត្រង់និងវប្បធម៌របស់ជាតិខ្មែរលុះ1 ខែក្រោយមកពួកគេក៏បានចូលរោងការទៅតាមពេលតាមវេលាដែលបានកំណត់លុះដល់យប់ដែលត្រូវផ្សំដំណេកក្រេបទឹកឃ្មុំហើយក៏ជាពេលវេលាដ៏មានន័យបំផុតសម្រាប់អ្នករៀបការថ្មីថ្មងផងនោះពួកគេទាំងពីរក៏បានផ្លាស់ប្ដូរសម្លៀកបំពាក់និងទៅងូតទឹកលុបលាងសម្អាតខ្លួនប្រាណបន្ទាប់ពីហូបចុកផឹកស៊ីនិងរួចរាល់នៅកម្មវិធីទទួលភ្ញៀវទាំងឡាយដោយសារតែស្រវឹងផងពួកគេក៏បានដេកលង់លក់បន្តិចសិនទៅប្រហែល1 ម៉ោងក្រោយមកប្តីក៏ភ្ញាក់ពីដំណេកហើយក៏ស្រវារកអប្រពន្ធសំណប់ចិត្តរួចហើយក៏ចាប់ផ្ដើមដោះសម្លៀកបំពាក់និងបានបបោសអង្អែលគៀកកាយប្រឡែងថើបថ្នាក់ថ្នមហើយដៃក៏រាវចាប់អង្អែលសពខ្លួនប្រាណរបស់ប្រពន្ធគាត់ពេលនោះប្រពន្ធរបស់គាត់មានអារម្មណ៍រំជើបរំជួលនិងទន់ដៃទន់ជើងអស់ទាំងខ្លួនទាំងប្រាណទាំងមូលពេលនោះនំកមរបស់នាងក៏បានរីកប្រេះស្ញាញនិងហៀចេញខ្លាញ់ជ្រូកសថ្លាចំណែកឯប្តីនាងក៏មាននំអន្សមជែកធំមួយងើបឡើងមកផងដែរហើយនំកមនិងនំអន្សមក៏បានដាក់ចំតម្រង់នៅក្បែរគ្នានំទាំងពីរក៏បានស្អិតជាប់គ្នានិងបែកចេញទឹកខ្ចាយលើកទី1រួចរាល់ហើយប្រហែលកន្លះម៉ោងក្រោយមកក៏ចាប់ផ្ដើមលើកទី2លើកនេះគឺអស្ចារ្យខ្លាំងណាស់លាន់លើសូរតែផ្លាប់និងដូចលូករន្ធក្តាមក្នុងវាលស្រែខែដើមឆ្នាំអញ្ចឹងអ្នកទាំងពីរខំប្រឹងឲ្យអស់ពីកម្លាំងកាយកម្លាំងចិត្តពីព្រោះនៅក្នុងបន្ទប់ថ្មបិទជិតមិនមានឮសំឡេងចេញក្រៅឡើយយប់រាត្រីទឹកឃ្មុំបានរហូតដល់ទៅ3 ដងយប់ក្រោយទៀតពួកគេក៏បានប្រើក្បាច់ពិសេសតាមដែលចិត្តចង់ជួនកាលប្តីនៅលើប្រពន្ធហើយប្រពន្ធក៏នៅលើប្តីនិងបានបញ្ចេញក្បាច់វាយពីមុខវាយពីក្រោយចំតិតចំតងទៅតាមអ្វីដែលពួកគេចង់បាននៅពេលផ្សំទំនេកជាមួយគ្នាម្ដងនាងជាប្រពន្ធក៏បានលន់មាត់ឬសូរទៅហើយនិយាយថាបងប្តីសម្លាញ់ចិត្តអូនស្រួលខ្លាំងណាស់សូមបងបោកឲ្យខ្លាំងមកអូនស្រួលមែនទែនពេលនោះអ្នកខាងប្តីរបស់នាងក៏មានកម្លាំងចិត្តមានកម្លាំងកាយហើយបោកកាន់តែខ្លាំងពេលនោះអ្នកទាំងពីរស្រួលក៏កាន់តែខ្លាំងដូចគ្នាដោយសារតែរៀបការថ្មីថ្មងផងពួកគេទាំងពីរមិនដែលបានម្ដងណាឡើយសរុបមកវិញមួយយប់គឺមានតែ3 ដងឡើងពុំដែលបាន1ទេពេលខ្លះបានដល់ទៅ5ពេលខ្លះបាន4ហើយពេលខ្លះទៀតក៏បាន3ប៉ុន្តែកំឡុងពេលនោះគឺពួកគេម្ដងក៏យូរយប់ខ្លះសឹងតែមិនបានដេកតើបងប្អូនមិត្តអ្នកទស្សនាទាំងអស់ធ្លាប់ជួបប្រទះរឿងបែបនេះសម្រាប់ខ្លួនឯងដែរឬទេបើសិនជាមានសូមជួយចុច like ជួយ comment ជួយចុច subscribe អ្នកមួយផងសូមអរគុណ